អូខេសួស្តីអ្នកនរគ្នាខ្ញុំបាទក្រៃថ្ងៃនេះខ្ញុំមកបន្តសាច់រឿងសាលារៀនជើងកាងដែលជាអេពីសូតបន្តផងដែរហើយខ្ញុំក៏សូមអភ័យទោសទុកមុនចំពោះសម្លេងរំខានដោយបន្តពីវគ្គមុនមកគេក៏បានត្រឡប់ពេលវេលាទៅខាងក្រោយមុននឹងអបិគីមទៅប្រាប់អ្នកគ្រូលីដោយអបិឈូគាត់បានយកសភៅដែលអបិគីមឲ្យតួឲ្យប្រុសរបស់យើងយកទៅដុតចោលរួចគេក៏បានកវិនចោលផងដែរតួឲ្យប្រុសរបស់យើងឃើញដល់នោះគេក៏បានស្ទុះស្ទាយទៅយកសភៅនោះមកវិញដោយប្រូឈូគាត់មិនឲ្យតួឲ្យប្រុសរបស់យើងរួចខ្លួននោះទេគាត់ក៏បានទាត់តួឲ្យប្រុសរបស់យើងមួយជើងតែម្ដងធ្វើឲ្យតួឲ្យប្រុសរបស់យើងដួលទៅនឹងដីរួចគេក៏បានដើរសម្ដៅមករកអបិគីមហើយគេក៏បាននិយាយឡើងថាឯនៅទីនេះធ្វើអ្វីមិនបញ្ជាក់ចេញធ្វើឲ្យអបិគីមយើងមានការភ័យតក់ស្លុតជាខ្លាំងរួចគេក៏បានរត់ចេញមកក្រៅទាំងមិនអាចធ្វើអ្វីបានគេក៏តូចចិត្តនឹងខ្លួនឯងផងដែរដោយមិនមានសុវត្ថិភាពជួយតួឲ្យប្រុសរបស់យើងគេបានត្រឹមតែកណ្ដាប់ដៃយកកំហឹងតែប៉ុណ្ណោះតួឲ្យប្រុសរបស់យើងក៏បានក្រោបឡើងមកហើយគាត់ក៏បានទៅឆើតទល់ជាមួយនឹងអបិឈូផងដែរអបិឈូបាននិយាយទៅកាន់តួឲ្យប្រុសរបស់យើងថាតើឯងមិនស្គាល់យើងជាអ្នកណាទេមែនទេបែរទៅបានឯងប៉ះពាល់យើងប៉ុន្តែតួឲ្យប្រុសរបស់យើងក៏មិនបានខ្វាយខ្វល់ជាមួយនឹងអបិឈូនោះទេគាត់បានមើលទៅសិភៅដែលកំពុងឆេះភ្លាមនោះអបិឈូក៏បានលាងតួឲ្យប្រុសរបស់យើងមួយជើងតែម្ដងតែមួយជើងនេះតួឲ្យប្រុសរបស់យើងគាត់អាចរើងជាប់ផងដែរប៉ុន្តែគាត់បាននិយាយថាវាពិតជាខ្លាំងមែនទែនអបិឈូពិតជាមូលមកខ្លាំងមែនទែនដោយសារតែតួឲ្យប្រុសរបស់យើងមិនយកចិត្តទុកដាក់ជាមួយនឹងគេក៏បានយកដៃទៅចាក់ក្បាលតួឲ្យប្រុសរបស់យើងប៉ុន្តែត្រូវតួឲ្យប្រុសរបស់យើងក៏វាដៃចេញរួចគាត់ក៏បានរត់ទៅរកសិភៅដែលកំពុងឆេះឃើញដូចនេះអបិគីមបានត្រឹមតែខំមកសង្កត់ចិត្តអន់ចិត្តនឹងខ្លួនឯងប៉ុណ្ណោះហើយសិភៅនោះបានឆេះអស់បាត់ទៅហើយមើលទៅមុខតួឲ្យប្រុសរបស់យើងក៏ពិតជាសើចខ្លាំងមែនទែនគាត់បានបើកភ្នែកឡើងគាត់បាននិយាយថាហេតុអ្វីរួចគាត់មិនដឹងជាធ្វើអ្វីក៏បានគាំងនៅមួយកន្លែងផងដែរអបិឈូឃើញដូចនេះក៏បានទាត់កៅអីមករកតួឲ្យប្រុសរបស់យើងហើយគេបាននិយាយឌឺដងទៅកាន់តួឲ្យប្រុសរបស់យើងមើលទៅមុខគេពិតជាឆ្លើយខ្លាំងមែនទែនតួឲ្យប្រុសរបស់យើងគាត់បានឆើតទល់ជាមួយនឹងគេផងដែរហើយអ្នកឈើមើលពីខាងក្រៅក៏បានស្វែងរកអបិគីមដោយសារតែមិននៅទីនេះប៉ុន្តែឥឡូវបាត់ទៅហើយសិភៅដែលអបិគីមបានឲ្យតួឲ្យប្រុសរបស់យើងក៏បានឆេះខ្ទេចឃើញដូចនេះអបិឈូមានការសប្បាយចិត្តជាខ្លាំងប៉ុន្តែតួឲ្យប្រុសរបស់យើងក៏បាននិយាយថាបើចង់លេងចូលមកភ្លាមនោះអបិឈូបានយកកៅអីមួយមករកវាយតួឲ្យប្រុសរបស់យើងប៉ុន្តែត្រូវតួឲ្យប្រុសរបស់យើងក៏បានបែងជើងបានធ្វើឲ្យគេអស់ចំហផងដែរដោយមិនឲ្យចាំយូរតួឲ្យប្រុសរបស់យើងបានសងអបិឈូត្រូវមួយដៃកណ្ដាលមុខធ្វើឲ្យគេរៀងប៉ើងថយក្រោយផងដែរប៉ុន្តែប៉ុណ្ណឹងគេមិនអាចដួលនោះទេព្រោះឲ្យគេដឹងកម្លាំងរបស់តួឲ្យប្រុសរបស់យើងហើយគេក៏បានមូម៉ាត់នឹងតួឲ្យប្រុសរបស់យើងខ្លាំងមែនទែនគេក៏បានទៅចាប់កតាដែលកំពុងតែឆេះនោះគប់មករកតួឲ្យប្រុសរបស់យើងឃើញនេះតួឲ្យប្រុសរបស់យើងគាត់មានការ reflect ខ្លាំងណាស់ដោយសារតែគាត់ហាត់ប្រាណរាល់ថ្ងៃគាត់ក៏បានប្រើជើងរបស់គាត់ទៅចាប់កតាមួយនោះរួចក៏បានលើកវាឡើងទៅខាងលើផងដែរដោយឃើញដូចនេះអបិឈូមានការភ្ញាក់ផ្អើលជាខ្លាំងដោយមិនចាំយូរតួឲ្យប្រុសរបស់យើងក៏បានបញ្ចេញក្បាច់របស់គាត់មកទៀតហើយយើងឃើញតែបាត់ជើងនេះក៏យើងដឹងថាជាក្បាច់អ្វីគឺជាក្បាច់ដែលតួឲ្យប្រុសរបស់យើងទាត់ទៅកាន់ប្រូសក់លឿននោះឯងជាចុងក្រោយប្រូឈូក៏បានស៊ីក្បាច់របស់តួឲ្យប្រុសរបស់យើងជាក្បាច់សម្លាប់របស់គាត់ផងដែរធ្វើឲ្យគេសន្លប់តែម្ដងហើយយើងក៏បានឃើញថាអ្នកគ្រូលីនិងអបិគីមបានរត់មកហើយប៉ុន្តែភ្លាមនោះក៏ឃើញថាអបិឈូបានប៉ាំងចេញមកខាងក្រៅផងដែរហើយមើលសភាពរបស់គេទៅគឺបាក់ថ្មិញតែម្ដងតួឲ្យប្រុសរបស់យើងបានមកក្បួយកអាវរបស់គេហើយឲ្យគេទៅសុំទោសអបិគីមធ្វើឲ្យអ្នកគ្រូលីនិងអបិគីមមានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែពេលដែលគេងាកឡើងទៅគេក៏បានឃើញនាយកសាលារួមជាមួយនឹងលោកគ្រូក្បាលតំពេនិងគ្រូក្បាលតងោផងដែរធ្វើឲ្យតួឲ្យប្រុសរបស់យើងគាត់មានការស្លុតចិត្តជាខ្លាំងយើងមើលទៅមុខទៅលោកគ្រូរបស់យើងគាត់ពិតជាកាចខ្លាំងមែនទែនកាត់មកក្នុងបន្ទប់មួយយើងក៏បានឃើញថាមានមនុស្សម្នាជាច្រើនកំពុងតែឡោមព័ទ្ធមើលតែម្ដងហើយមិនមែនពី3នាក់នោះទេគឺច្រើនអ្នកខ្លាំងមែនទែននិយាយអំពីរឿងតួឲ្យប្រុសរបស់យើងនៅក្នុងនេះគឺជាតួឲ្យប្រុសរបស់យើងនឹងឯងគាត់កំពុងតែអង្គុយបដាក៏បាននឹកឃើញបណ្ដាក៏បានគិតក្នុងចិត្តថាតិចគេបណ្ដេញគាត់ចេញពីសាលាមួយនេះទៅដោយគិតបែបនេះធ្វើឲ្យតួឲ្យប្រុសរបស់យើងគាត់មានការឈឺក្បាលជាខ្លាំងភ្លាមនោះទ្វារក៏បានបើកឡើងធ្វើឲ្យតួឲ្យប្រុសរបស់យើងស្លន់ប៉ុន្តែនោះគាត់តែជាបេគីមតែប៉ុណ្ណោះប្រូគីមរបស់យើងក៏បានមកសួរសុខទុក្ខទៅលើតួឲ្យប្រុសរបស់យើងហើយប្រូគីមបាននិយាយឡើងថាមេជាប់ឃុំមួយទាំងមូលតើកូនក្រុមដូចខ្ញុំឈើមើលយ៉ាងដូចម្ដេចធ្វើឲ្យតួឲ្យប្រុសរបស់យើងសប្បាយចិត្តជាខ្លាំងពេលលើថាពាក្យថាមេហើយប្រូគីមរបស់យើងក៏បានស្ញែងមួយផងដែរគីមបានសួរទៅកាន់តួឲ្យប្រុសរបស់យើងថាហេតុអ្វីបានជាលោកខិតខំការពារសិភៅនោះខ្លាំងម្ល៉េះតួឲ្យប្រុសរបស់យើងបាននិយាយទៅវិញថានេះជាការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់ឯងធ្វើឲ្យបេគីមមានការភ្ញាក់ផ្អើលជាខ្លាំងឬគាត់បាននិយាយថាគាត់ខំទាំងយប់ទាំងថ្ងៃប៉ុន្តែគាត់មិនបានសម្រេចដូចជាឯងនោះទេហើយតួឲ្យប្រុសរបស់យើងក៏បានបន្ថែមទៀតថាសិភៅរបស់ឯងគឺល្អឥតខ្ចោះតែម្ដងសម្រាប់ការសិក្សាដូចនេះបានធ្វើខ្ញុំមានចិត្តការពារសិភៅនេះខ្លាំងមែនទែនហើយភ្លាមនោះប្រូគីមក៏បានហុចវ៉ែនតាទៅឲ្យតួឲ្យប្រុសរបស់យើងហើយក៏បាននិយាយថាគាត់ក៏បានរកឃើញវ៉ែនតានេះនៅក្នុងបន្ទប់ដែលមានបង្កហេតុកាត់ឡើងតួឲ្យប្រុសរបស់យើងគាត់ក៏បានអរគុណទៅកាន់ប្រូគីមផងដែរប្រូគីមក៏បានលើកដូចនេះគាត់ក៏មានការរំភើបផងដែរដោយសារតែគាត់មិនដែលទទួលបានពីអរគុណពីមុនមកទេភ្លាមនោះទ្វារក៏បានបើកឡើងមកហើយយើងក៏បានឃើញអ្នកគ្រូលីលោកនាយកជាមួយនឹងលោកគ្រូក្បាលតំពេកនោះផងដែរ
លោកគ្រូក៏បានតំពេចបានដេញអាប៉ែគីមឲ្យចាក់ចេញទៅរួចគេក៏បានមកដើរមកថាឲ្យតួឯប្រុសរបស់យើងដោយសារតែរឿងសភៅមួយនេះឯងបានបង្កអហិង្សានៅក្នុងសាលាធ្វើឲ្យគាត់មានការខឹងមួម៉ៅជាមួយនឹងតួឯប្រុសរបស់យើងខ្លាំងមែនទែនរួចគាត់ក៏បានស្រែកឌីលឲ្យនឹងតួឯស្រីរបស់យើងតួឯស្រីរបស់យើងដែលទ្រាំមកបានគាត់ក៏បាននិយាយរាយរាប់ថារឿងទាំងអស់គឺកើតមកពីអាប៉ែឈូដែលធានាបង្កហេតុឲ្យមុនលោកនាយកឃើញដូចនេះក៏គាត់កំពុងរកដៃដែរប៉ុន្តែលោកគ្រូក៏បានតំពេចបានរៀបរៀងតួឯស្រីរបស់យើងនៅតែបន្តនិយាយដោយនាងបាននិយាយថាប្រូឈូរបស់យើងនឹងតែធ្វើបាបសិស្សទុនខ្សោយជារៀងរាល់ថ្ងៃហើយគេក៏បានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមបងធំផងដែរធ្វើឲ្យលោកគ្រូក៏បានតំពេចនឹងគាត់មានការមួម៉ៅជាមួយនឹងតួឯស្រីរបស់យើងជាខ្លាំងគាត់ក៏បានទាស់គ្នាជាមួយនឹងតួឯស្រីរបស់យើងផងដែរហើយគាត់ក៏បានទៅនិយាយជាមួយលោកនាយកដើម្បីបណ្ដេញតួឯប្រុសរបស់យើងចេញពីសាលាមួយនេះលោកនេះតួឯប្រុសរបស់យើងមានការភ័យជាខ្លាំងអ្នកគ្រូលីគាត់ក៏បានព្យាយាមតវ៉ាផងដែរតួឯប្រុសរបស់យើងពេលនេះគាត់មានការស្លន់ជាខ្លាំងហើយគាត់ក៏បាននឹកឃើញទៅដល់ប្រូហ្គេមដែលជាពួកម៉ាក់សំណប់ចិត្តរបស់គាត់ផងដែររួចពួកគេក៏បានដើរចាក់ចេញទៅធ្វើឲ្យអ្នកគ្រូលីរបស់យើងជាតួឯស្រីគាត់មានការមួម៉ៅជាខ្លាំងរួចគាត់ក៏បានស្រែកសម្លុតអ្នកទាំងពីរនោះផងដែរធ្វើឲ្យតួឯប្រុសរបស់យើងរួមជាមួយនឹងលោកគ្រូក៏បានតំពេចបូកជាមួយនឹងនាយកសាលាផងដែរគាត់ភ្ញាក់បានជាខ្លាំងថាតួឯស្រីរបស់យើងហ៊ានស្រែកសម្លុតដាក់គាត់តួឯស្រីរបស់យើងគាត់នៅតែបន្តខឹងដោយលោកគ្រូលីក៏បាននិយាយថាខ្ញុំនឹងចាំមើលនាងតើនាងធ្វើបានដូចម្តេចទៀតចំណែកមុខតួឯស្រីរបស់យើងគាត់នៅតែមាំដដែលហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់ផងដែរ